ហើយគឺវានឹងលោតបែបនេះមកលោកគ្រូចាអញ្ចឹងលោកគ្រូធ្វើការចូលមកបែបនេះគឺលោកគ្រូយកយើងមានទាំងគ្រប់គ្រងចាហើយមួយទៀតគឺសាលាគ្រូបង្រៀនថ្នាក់សិស្សហើយមួយទៀតគឺវត្តមានហើយវត្តមាននេះលោកគ្រូបើសិនជាធ្វើការតឡើងសិស្សហើយលោកគ្រូអាចសាកល្បងក្នុងការប្រើប្រាស់បានដើម្បីចុះវត្តមានណាហើយបោះគ្រូក៏យើងអាចចានិនខ្ញុំសូមអធិស្ឋានខ្ញុំចង់សួរមួយចាលោកគ្រូចំពោះគ្រូខ្ញុំវាចូលអត់បានប្រព័ន្ធហ្នឹងនៅតែឈ្មោះសិស្សចាស់ណែលអញ្ចឹងណាហើយយើងឲ្យគាត់វាយteacher លេខកូដសម្ងាត់របស់យើងហើយនឹងteacher app director app ហើយ1 2 3ហ្នឹងគាត់ចូលអត់បានអាហ្នឹងយើងគិតមិនវិញអាហ្នឹងឥឡូវខ្ញុំចូលរបស់លោកគ្រូតែម្ដងនេះលោកគ្រូចូលបានតាតែលោកគ្រូខ្ញុំវាអាហ្នឹងទៅចូលអត់បាននឹងល្មិចមកពីសេវាឬក៏មកពីអីគ្រូអាចមកពីគាត់ទៅចូលអត់ចូលខុសលោកគ្រូគាត់វាយខុសព្រោះយើងចង់ឲ្យគាត់យកទិន្នន័យនឹងបានហើយឲ្យគាត់កែប្រែពីសិស្សចាស់ទៅសិស្សថ្មីចាលោកគ្រូហើយបើសិនជាយើងចូលទៅក្នុងកណីគ្រូនេះកណីយុណាលោកគ្រូអញ្ចឹងបើសិនជាយើងចូលទៅក្នុងកណីគ្រូគឺយើងនឹងមិនអាចធ្វើការតឡើងសិស្សបានទេអញ្ចឹងមានតែគ្រូទេដែលអាចមានតែយុទេដែលអាចនេះបានអាចតឡើងសិស្សបង្កើតថ្នាក់បង្កើតអីចឹងទៅចឹងកន្លែងនេះអាហ្នឹងតននយោកែប្រែពីសិស្សចាស់ទៅសិស្សឆ្នាំថ្មីហ្នឹងជាកិច្ចបននយោចាគ្រូមានតែគណនេយ្យនយោទេទើបអាចរុញសិស្សបានខ្ញុំទៅកែប្រែបាន2ថ្នាក់នេះលោកគ្រូឃើញខ្ញុំឃើញថ្នាក់ទី2និងថ្នាក់ទី3បាទខ្ញុំថាបើលោកគ្រូអាចទាញបានឲ្យគាត់កែប្រែខ្លួនឯងទៅយើងយកទៅបញ្ជីឈ្មោះទៅស្រួលចាហើយមួយទៀតចំពោះសិស្សលោកគ្រូតកោទៅក្រោយលោកគ្រូអញ្ចឹងលោកគ្រូមិនចាំដូរគាត់ទេអញ្ចឹងលោកគ្រូអាចទុកគាត់នឹងអញ្ចឹងសិនហើយអញ្ចឹងតិចទៀតប្រព័ន្ធគេនឹងធ្វើការនេះទៅគេនឹងរុញតកោហ្នឹងទៅមុខវិញហើយចាអញ្ចឹងលោកគ្រូឆ្ងល់ហើយលោកគ្រូធ្វើការរុញសិស្សឲ្យហើយទៅប្រយ័ត្នដល់ថ្ងៃទីអាចថាយ៉ាងយូរត្រឹមថ្ងៃ20អញ្ចឹងគេនឹងធ្វើការប្រឡងតាមថ្នាលហ្នឹងយើងខ្លាចអត់មាននេះប្រើសម្រាប់សិស្សប្រើហើយតាក់តងនឹងនេះអញ្ចឹងឧទាហរណ៍ខ្ញុំមើលថ្នាក់ទី2ថ្នាក់ទី3ដែលលោកគ្រូគាត់បង្កើតហើយនេះអញ្ចឹងនៅពេលដែលមានសិស្សហើយអញ្ចឹងសិស្សរស្មីរស្មីនេះអញ្ចឹងគាត់នឹងប្រើ QR code នេះរហូតដល់ថ្នាក់ទី6អញ្ចឹងនឹងអត់មានការប្រែប្រួលទេអញ្ចឹងQR code មួយនេះប្រើបានរហូតដល់គាត់រៀនចប់ថ្នាក់ទី6លោកគ្រូចាអញ្ចឹងយើងអាចធ្វើការអញ្ចឹង QR code មួយអាចប្រើបានអញ្ចឹងលោកគ្រូអាចធ្វើការរុញចាស់ទៅហើយលោកគ្រូអាចទាញមកអញ្ចឹងពេលទាញលោកគ្រូទាញយកតែមួយនេះក៏បានឬក៏ទាញយកទាំងអស់នេះខាងនេះក៏បានដែរអញ្ចឹងបើទាញទាំងអស់លោកគ្រូចុចនៅកន្លែងទាញទាំងអស់មកតែបើសិនលោកគ្រូចង់ទាញតែមួយលោកគ្រូទាញយកតែមួយនេះមកហើយពេលដែលទាញវាមានអាចថាលោកគ្រូទាញហ្នឹងទាញជា PDF ឬក៏ទាញជារូបភាពគឺវាទាញឲ្យយើងបានទាំងអស់អញ្ចឹងលោកគ្រូអាចធ្វើការទាញទៅចាអញ្ចឹងខ្ញុំសូមដោយសារលោកគ្រូគាត់មានថ្នាក់ហើយដែលគាត់បានបង្កើតហើយអញ្ចឹងខ្ញុំសូមសាលាលោកគ្រូណាដែលគាត់អត់ទាន់បានធ្វើការទាញសិស្ស
អាចស្ម័គ្រចិត្តក៏បានលោកគ្រូខ្ញុំធ្វើឲ្យ ខ្ញុំគ្រូ សាលាណាលោកគ្រូ អបប្រការនេះគ្រូ ចា ដោយសារតែខ្ញុំបានដំឡើងអាថ្នាលបឋមជំនាន់ថ្មីហ្នឹងទៅខ្ញុំធ្វើអត់ត្រូវគោដាក់មួយនេះ លោកគ្រូរកាតមែនលោកគ្រូនៅសាលារកាតមែន បាននេះគ្រូបាន ចាអញ្ចឹងខ្ញុំចូលឲ្យមិនលឺតបាកាមស្រុកបាកាមចាឥឡូវខ្ញុំចូលសាលាលោកគ្រូចាអញ្ចឹងបែបនេះលោកគ្រូបើសិនជាលោកគ្រូគាត់អត់ទាន់បានបង្កើតថ្នាក់គឺបែបហ្នឹងលោកគ្រូឃើញថ្នាក់0សិស្សក៏0តែអាយុនេះហើយនឹងគ្រូគឺគេចាប់ពីប្រព័ន្ធចាស់មកចាអញ្ចឹងលោកគ្រូចូលទៅផ្ទាំងគ្រប់គ្រងមកលោកគ្រូធ្វើការមើលគ្រូចាអញ្ចឹងគ្រូនៅក្នុងនេះយើងនឹងឃើញមានគ្រូចំនួន11នាក់អញ្ចឹងគាត់នឹងមិនមានថ្នាក់រៀនទេលោកគ្រូឃើញអត់គឺអត់មានថ្នាក់រៀនទេហើយបើសិនជាចៃដន្យលោកគ្រូឆ្នាំនេះមានគ្រូមួយដែលគាត់ចូលទៅឧទាហរណ៍ថាមានគ្រូថ្មីដូចតាក់តងនឹងគ្រូដែលគាត់បណ្ដុំបណ្ដាល12/4អីចឹងទៅចូលទៅក្នុងសាលាគ្រូអញ្ចឹងយើងធ្វើការបន្ថែមគ្រូមកនេះចុចបន្ថែមគ្រូមកអញ្ចឹងដាក់ឈ្មោះមកឈ្មោះអីគេឧទាហរណ៍ខ្ញុំចាច្រឡំនាមតកោចាឈ្មោះភេទអីចឹងមកថ្ងៃខែឆ្នាំកំណើតចាបន្ទាប់មករើសសញ្ជាតិអញ្ចឹងលោកគ្រូត្រូវតែរើសសញ្ជាតិហើយនឹងថ្ងៃចូលបម្រើការងារទៅវាឲ្យមានថាតើតែលោកគ្រូរើសនេះទៅវាហើយនឹងអត្តលេខដាក់ចឹងសិនណាចាទូនាទីគ្រូកម្មបណៈថ្នាក់ទី2ឧទាហរណ៍ចឹងទៅបឋមចាកម្មប្រាក់ខ្ញុំគ្រូថ្មីចាបរិញ្ញាបត្រអញ្ចឹងកន្លែងនេះកន្លែងស្ថានភាពនេះលោកគ្រូអាចមិនបញ្ចូលក៏បានដែរចាហើយសញ្ញាបត្រនេះឧទាហរណ៍ថាខ្ញុំទុយភូមិបណ្ដុំបណ្ដា12/2ចាប្រចាំអំណានចាមានបើសិនជានេះអត់ដាក់ក៏បានដែរចាអញ្ចឹងកន្លែងនេះលោកគ្រូឃើញកាក់រងកន្លែងនេះអត់អញ្ចឹងហេតុអីបានវាអត់ទាន់មានយើងពេញព័ត៌មានឡើងកណោហេតុអីបានវាអត់ទាន់លោតអញ្ចឹងអ្វីដែលត្រូវបំពេញលោកគ្រូត្រូវមើលកន្លែងផ្កាយនេះអញ្ចឹងកន្លែងណាដែលផ្កាយគឺវាចាំបាច់ឲ្យយើងជ្រើសរើសមានថាឲ្យយើងបំពេញអញ្ចឹងបើសិនលោកគ្រូបំពេញកន្លែងផ្កាយនឹងអស់អញ្ចឹងកន្លែងឈ្មោះប្រើប្រាស់នេះលោកគ្រូអាចឲ្យវាបង្កើតឲ្យក៏បានដែរឬក៏យើងស្រឡាញ់ឈ្មោះអីបង្កើតខ្លួនឯងមកក៏បានឧទាហរណ៍ថាខ្ញុំដាក់ជាអក្សរឡាតាំងលោកគ្រូចាដាក់គេអញ្ចឹងឃើញលោកគ្រូបើសិនខ្ញុំដាក់ប៉ុណ្ណឹងមានថាវាអាចប្រើបានតែឧទាហរណ៍ខ្ញុំដាក់ឈ្មោះណាឧទាហរណ៍ខ្ញុំដាក់ឈ្មោះអីដែលមានហើយដាក់ឈ្មោះមេមើលនេះអញ្ចឹងឈ្មោះនេះមានថាយើងបើសិនជាឈ្មោះហ្នឹងគេប្រើហើយអញ្ចឹងវានឹងអត់ឲ្យយើងទេចាអញ្ចឹងខ្ញុំអត់ចង់បង្កើតទេកុំឲ្យពិបាកខ្ញុំឲ្យវាជ្រើសរើសឲ្យខ្ញុំតែម្ដងចាអញ្ចឹងលោកគ្រូចុចនៅលើអាហ្នឹងមកវានឹងជ្រើសរើសឲ្យយើងតែម្ដងចាលេខសម្ងាត់ដូចគ្នាដែរលោកគ្រូមិនបង្កើតក៏បានដែរវាដាក់ឲ្យយើងស្រាច់ទេចាឬក៏លោកគ្រូបង្កើតក៏បានដែរបង្កើតទៅហើយសុំឲ្យមានលេខផងអក្សរផងចាអញ្ចឹងវាដាក់ថាគ្រប់គ្រាន់ហើយមួយទៀតគឺ8ខ្ទង់លោកគ្រូហើយឈ្មោះអ្នកប្រើប្រាស់នេះក៏8ដែរយ៉ាងតិច8ខ្ទង់ហើយនេះត្រូវឲ្យមាន
Cái haiបើសិនជាវាអាចដាក់ប្រើបានវាប្រើឲ្យសុវត្ថិភាពនេះគេប្រាប់ដែរអញ្ចឹងឧទាហរណ៍យើងដាក់1 2 3 4 5 6អញ្ចឹងអានេះគេអត់ចង់ឲ្យយើងប្រើដោយលេខស្រួលពេកទេអញ្ចឹងគេឲ្យយើងមានអក្សរផងលេខផងសញ្ញាផងអីចឹងទៅលោកគ្រូអ្នកគ្រូចាអញ្ចឹងមានហានេះអាចយើងអាចដាក់បានតែលោកគ្រូសុំឲ្យចាំផងណាលេខកូដនេះចាហើយអ៊ីមែលនេះមិនបាច់ចាំដាក់ក៏បានដែរសារមានផ្កាយទេចាហើយនេះអញ្ចឹងលោកគ្រូបំពេញឲ្យអស់លោកគ្រូឃើញកន្លែងនេះវាមិនដែរវាផ្ទាំងពណ៌អីខៀវមានថាយើងអាចបន្ថែមបានគេលោកគ្រូធ្វើការចឹងយើងធ្វើការបន្ថែមមករួចជាការស្រេចហើយសភៅនេះយើងមិនចាំជ្រើសរើសទេចាអញ្ចឹងកន្លែងហ្នឹងយើងអាចធ្វើការចុចលើបន្ថែមទៅប៉ុន្តែខ្ញុំអត់ហ៊ានបន្ថែមទេកុំឲ្យនេះដោយសារតែគ្រូយើងអាចលុបបានផងចាអញ្ចឹងតែប៉ុណ្្នឹងឯងអញ្ចឹងកន្លែងហ្នឹងគឺធ្វើការបង្កើតប៉ុន្តែលោកគ្រូអ្នកគ្រូសង្កេតឃើញថាគ្រូរបស់លោកគ្រូអ្នកគ្រូអត់ទាន់មានថ្នាក់ទេចាអញ្ចឹងខ្ញុំនឹងធ្វើការចូលទៅបង្កើតថ្នាក់រៀនឲ្យគាត់ចាអញ្ចឹងលោកគ្រូចុចនៅលើថ្នាក់មកចាអញ្ចឹងបែបនេះគឺលោកគ្រូអត់មានទេអញ្ចឹងលោកគ្រូចុចគ្រាន់តែចុចបន្ថែមថ្នាក់រៀនហើយឈ្មោះថ្នាក់នេះឧទាហរណ៍ខ្ញុំលោកគ្រូប្រើថ្នាក់ទី1កឬក៏1ខ1កឬក៏1 A 1អីលោកគ្រូ 1A នេះគ្រូ 1A ចាអញ្ចឹងឈ្មោះបន្ទប់គឺថ្នាក់ទី1ចាអញ្ចឹងកម្រិតថ្នាក់ទី1គ្រូកន្លែងនេះបើសិនជាលោកគ្រូអ្នកគ្រូណាស់ថាឆ្នាំនេះអ្នកគ្រូ2នាក់ដែលគាត់បរៀនថ្នាក់ទី1ឆ្នាំមុនអត់បរៀនថ្នាក់ទី1ទៀតទេអញ្ចឹងកន្លែងស្វែងរកគ្រូនេះបើយើងរើសថ្នាក់ទី1វានឹងលោតសិស្សគ្រូថ្នាក់ទី1ឆ្នាំមុនប៉ុន្តែជាក់ស្ដែងគាត់អត់បរៀននៅថ្នាក់នឹងទៀតទេអញ្ចឹងគាត់បរៀននៅថ្នាក់ទីថ្នាក់ផ្សេងអញ្ចឹងខ្ញុំចុចយកគ្រូទាំងអស់នេះហើយដាក់ទៅលោកគ្រូស៊ីនីវិញមានថាគាត់ឆ្នាំនេះគាត់បរៀនថ្នាក់ទី1ចាអញ្ចឹងគេប្រាប់យើងដែរថាគ្រូនេះកំពុងបង្រៀនថ្នាក់ទី2អញ្ចឹងមានថាឆ្នាំមុនទេតែលោកគ្រូស៊ីនីក៏បរៀនថ្នាក់ទី2ចាអញ្ចឹងឈ្មោះថ្នាក់ទី1អីចាអញ្ចឹងមកបន្ទាប់មកចំនួនសិស្សនេះលោកគ្រូអាចដាក់ប៉ុន្មានក៏បានដែរឥឡូវខ្ញុំយក100លោកគ្រូធំបំផុតសាលាលោកគ្រូប៉ុន្មានតែទី1ឆ្នាំនេះគ្រូចាឆ្នាំនេះឥឡូវខ្ញុំយក50ទៅខ្ញុំយក50ប៉ុន្តែសិស្សយើងដល់50ទេខ្ញុំយកប៉ុណ្្នឹងមកហើយលោកគ្រូធ្វើការបន្ថែមថ្នាក់ចាអញ្ចឹងនេះអញ្ចឹងយើងនឹងឃើញមានសិស្សថ្នាក់ទី1អត់យើងមានថ្នាក់1គឺថ្នាក់ទី 1A ហើយបង្រៀនដោយលោកគ្រូស៊ីនីចាហើយសិស្សគឺអត់ទាន់មានទេប៉ុន្តែខ្ញុំថាខ្ញុំដាក់គ្រូច្រឡំអត់ហើយខ្ញុំសូមធ្វើការដូរវិញអញ្ចឹងអ្នកគ្រូនេះគាត់បរៀនថ្នាក់ទី1ដដែលមែនអត់លោកគ្រូបាទចាអញ្ចឹងខ្ញុំធ្វើការដូរទៅសិនស៊ីផាន់វិញដាក់បែបនេះចាអញ្ចឹងនេះវានឹងធ្វើការដូរអញ្ចឹងខ្ញុំធ្វើការបន្ថែមថ្នាក់ទី1ខមួយទៀតអញ្ចឹងខ្ញុំសរសេរមកថ្នាក់ទី1 B ច្រឡំចាហើយយកថ្នាក់ទី1អញ្ចឹងអ្នកគ្រូសានសនិចក៏បរៀនដដែលអត់លោកគ្រូដដែលលោកគ្រូអីចាអញ្ចឹងដដែលអញ្ចឹងថ្នាក់នេះគឺថ្នាក់ B ចាសិស្សខ្ញុំយក50នាក់ដែរចាអញ្ចឹងធ្វើការបន្ថែមចាអញ្ចឹងនេះបាន2ឃើញអត់លោកគ្រូចារួចអញ្ចឹងខ្ញុំនឹងសាកមួយទៀតបន្ថែមថ្នាក់ទី6វិញចឹងនេះថ្នាក់ទី6អញ្ចឹងខ្ញុំយកលោកគ្រូនៅដែរចាហើយថ្នាក់សិស្ស50នាក់ចារួចបន្ថែម
អញ្ចឹងកន្លែងនេះខ្ញុំធ្វើការបកកើតតែប៉ុណ្្នឹងទេហើយឧទាហរណ៍ថាអ្នកគ្រូនេះដឹងថាគ្រូប្រុសស្រីទេគាត់សិនសិផាន់នេះគាត់បង្រៀន2ថ្នាក់មានន័យថាគាត់បង្រៀនថ្នាក់ទី1ផងនិងថ្នាក់ទី6ក៏ A ផងអញ្ចឹងខ្ញុំសូមធ្វើការដូរអញ្ចឹងលោកគ្រូអាចដូរទៅដាក់ឈ្មោះអ្នកគ្រូវិញចាអញ្ចឹងបែបនេះអញ្ចឹងមានថាគាត់បង្រៀន2ថ្នាក់តើណាលោកគ្រូអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលលោកគ្រូសួរថាចុះបើគាត់បរៀន2ពេតើគាត់គួរធ្វើម៉េចអញ្ចឹងកន្លែងនេះលោកគ្រូឃើញថ្នាក់គាត់មាន2ណាចាអញ្ចឹងលោកគ្រូសាកទៅមើលថ្នាក់គាត់នេះអញ្ចឹងលោកគ្រូឃើញអត់អញ្ចឹងអ្នកគ្រូដឹងស្រីប្រុសឯងស៊ីនទីផាន់នេះគាត់បង្រៀនថ្នាក់ទី1ផងនិងថ្នាក់ទី6ផងអញ្ចឹងគាត់បង្រៀន2ពេឬក៏គូបអីចឹងទៅចាអញ្ចឹងគឺបែបហ្នឹងឯងហើយអញ្ចឹងអ្នកគ្រូនេះអ្នកគ្រូ30គាត់បង្រៀនមួយថ្នាក់ទេប៉ុន្តែខ្ញុំសាកដាក់នេះវិញដាក់ទៅជាលោកគ្រូដែលគាត់ប្រចាំថ្នាក់របស់គាត់វិញចាអញ្ចឹងកន្លែងនេះយើងនឹងលោតកន្លែងលោកគ្រូនេះគឺគាត់បង្រៀនថ្នាក់ទី6ហើយលោកគ្រូសិនសិផាន់នេះគឺគាត់នៅមួយថ្នាក់វិញអញ្ចឹងកន្លែងហ្នឹងលោកគ្រូតន់ណាសម្រាប់គ្រូដែលគាត់បង្រៀន2ថ្នាក់តន់ណាលោកគ្រូតន់នេះគ្រូចាអញ្ចឹងយើងធ្វើការបង្កើតថ្នាក់ទៅបន្ទាប់មករើសតាមគ្រូតាមធម្មតាអញ្ចឹងកន្លែងហ្នឹងយើងមិនបាច់បង្កើតឲ្យគាត់មានថាបន្ថែមគ្រូរហូតដល់2ទេអញ្ចឹងឧទាហរណ៍សិនស៊ីផាន់នេះគាត់បង្រៀនថ្នាក់ទី2ផងទី6ផងលោកគ្រូមិនបាច់ធ្វើការថែមគ្រូទៀតទេអញ្ចឹងលោកគ្រូគាត់តែបង្កើតថ្នាក់មកហើយរើសទៅឈ្មោះគាត់ទៅរួចជាការស្រេចអញ្ចឹងនេះគឺជាការបង្កើតថ្នាក់សម្រាប់ឲ្យលោកគ្រូអញ្ចឹងយើងចូលទៅតែប្រើគណនីរបស់នាយកសាលាលោកគ្រូទៅយើងអាចធ្វើការរុញតាមថ្នាក់បានចាអញ្ចឹងកន្លែងនេះគឺតកតនឹងការបង្កើតថ្នាក់ហើយធ្វើឲ្យគ្រូមានថ្នាក់ឲ្យគាត់ឈរចាអញ្ចឹងយើងចូលមកកន្លែងសិស្សវិញអញ្ចឹងកន្លែងសិស្សនេះលោកគ្រូចូលកន្លែងនេះវានឹងអត់មានសិស្សទេចាយើងមានសិស្សទេអញ្ចឹងលោកគ្រូធ្វើការចុចពាក្យថាបន្ថែមសិស្សអញ្ចឹងសិស្សនេះគឺជាសិស្សដែលគាត់នៅក្នុងថ្នាក់ចាស់មានថាឆ្នាំមុនចំពោះសិស្សថ្នាក់ទី1ដល់ទី6ឆ្នាំតែមិញលោកគ្រូចាអញ្ចឹងយើងធ្វើការរុញមកអញ្ចឹងឧទាហរណ៍ថានៅពេលដែលគ្រូរុញលោកគ្រូអាចមើលថាសិស្សខ្លះគាត់ទេចាញ់មិនដល់លោកគ្រូអញ្ចឹងយើងធ្វើការចាប់ទៅសិស្សណាដែលគាត់នេះមកអញ្ចឹងលោកគ្រូចុចពាក្យថាតម្រងនេះចាគេម្ដងទៀតលោកគ្រូចុចពាក្យតម្រងនឹងមកហើយលោកគ្រូរើសពាក្យថាសិស្សកន្លែងនេះរើសទេលោកគ្រូរើសយកកន្លែងនេះកម្រិតថ្នាក់អញ្ចឹងលោកគ្រូរើសថ្នាក់អូមែនខ្ញុំបង្កើតថ្នាក់ទី2សិនដោយសារតែសិស្សថ្នាក់ទី1យើងចាំខ្ញុំបន្ថែមខ្ញុំភ្លេចសុំទោសលោកគ្រូខ្ញុំបង្កើតថ្នាក់ទី2មួយសិនដើម្បីរុញសិស្សចូលថ្នាក់ទី2ខ្ញុំភ្លេចមិញបង្កើតសិស្សថ្នាក់ទី1ចាអញ្ចឹងរួចរាល់ខ្ញុំនឹងធ្វើការតម្លើងសិស្សចាអញ្ចឹងកន្លែងនេះលោកគ្រូចុចពាក្យតម្រងមកហើយលោកគ្រូរើសថាសិស្សថ្នាក់ទី1អញ្ចឹងមានថាសិស្សថ្នាក់ទី1គឺវារត់មកនឹងទាំងអស់ចាអញ្ចឹងយើងដាក់ពាក្យថាអនុវត្តកន្លែងនេះបើសិនជាលោកគ្រូមានបញ្ជីឈ្មោះសិស្សនេះមានបញ្ជីឈ្មោះសិស្សបែបនេះលោកគ្រូចាអញ្ចឹងឧទាហរណ៍ថាយើងមានសិស្សបែបហ្នឹងមកមាននៅក្នុងហ្នឹងទៅយើងអាចធ្វើការរុញឈ្មោះកូនហ្នឹងទៅបណ្ដោយឧទាហរណ៍តែដោយសារយើងអត់មានអញ្ចឹងខ្ញុំឧទាហរណ៍ថាលោកគ្រូនឹងពិបាកក្នុងការស្វែងរកសិស្សអញ្ចឹងឧទាហរណ៍ថាចាំមើលខ្ញុំទៅមើលមួយកូននេះកូនផុងសុមាចាអញ្ចឹងបើសិនជាខ្ញុំចង់រកឈ្មោះកូនហ្នឹងពេលដែលបង្ហាញដំបូងនេះវាអត់មានទេវាអត់មានឈ្មោះកូនហ្នឹងនៅហ្នឹងទេអញ្ចឹងលោកគ្រូធ្វើការវាយឈ្មោះគាត់ក៏បានតកូលគាត់ក៏បានដែរអញ្ចឹងវាយទៅវានឹងលោតមកនេះអញ្ចឹងលោកគ្រូធ្វើការគ្រីសអញ្ចឹងមកអញ្ចឹងលោកគ្រូឃើញតែនេះមួយអញ្ចឹងឧទាហរណ៍មួយទៀត
លោកគ្រូសិស្សនេះមកអញ្ចឹងមួយទៀតណា3នាក់នេះចាអញ្ចឹង3ហ្នឹងគឺនៅក្នុងថ្នាក់ទី1ហ្នឹងគាត់ត្រូវឡើងនៅថ្នាក់ទី2កចាអញ្ចឹងលោកគ្រូឃើញកន្លែងនេះយើងរើសបាន3នាក់អញ្ចឹងលោកគ្រូចុចនៅលើមនុស្ស2នាក់ហ្នឹងមកវានឹងលោតឈ្មោះហ្នឹងហើយអញ្ចឹងលោកគ្រូសូមធ្វើការជ្រើសរើសថ្នាក់ឲ្យគាត់អញ្ចឹងថ្នាក់ដែលយើងបង្កើតវានឹងលោតមកនេះអញ្ចឹងមិញហ្នឹងយើងបង្កើតបានថ្នាក់ចំនួន4ថ្នាក់អញ្ចឹងវានឹងលោតមក4ថ្នាក់ហ្នឹងអញ្ចឹងមិញកូន3នាក់នេះគាត់រៀនថ្នាក់ទី1អញ្ចឹងគាត់ត្រូវចូលទៅថ្នាក់ទី2អញ្ចឹងលោកគ្រូរើសថ្នាក់ទី2មកលោកគ្រូយកពាក្យថាកំណត់សិស្សចាយកបែបនេះមកលោកគ្រូយើងទៅមើលថ្នាក់ចាអញ្ចឹងមិញហ្នឹងយើងបញ្ចូលសិស្សថ្នាក់ទី2កនេះ2A នេះគឺចំនួនបាន3នាក់ហើយថ្នាក់ទី1និងថ្នាក់ទី6នេះគឺអត់មានទេអញ្ចឹងកន្លែងហ្នឹងលោកគ្រូតន់អត់កន្លែងក្នុងការទាញសិស្សណាអញ្ចឹងក្នុងនេះយើងអាចរើសបាននេះអញ្ចឹងសិស្សនេះដែលគាត់មានថ្នាក់ហើយអញ្ចឹងនៅពេលដែលយើងចូលទៅមានថ្នាក់សិស្សមានថ្នាក់ហើយអញ្ចឹងលោកគ្រូធ្វើការចង់ទាញសិស្សទៀតលោកគ្រូយកពាក្យថាបន្ថែមសិស្សអត់ដែរចាអញ្ចឹងឧទាហរណ៍ថាសិស្សទាំងប៉ុណ្នេះគាត់នៅថ្នាក់ទី2ទាំងអស់លោកគ្រូមើលមកឈ្មោះនេះសិស្សថ្នាក់ទី2កទាំងអស់នេះលោកគ្រូរើសទាំងអស់ចេះមកចាអញ្ចឹងលោកគ្រូឃើញអញ្ចឹងទាំងអស់នេះ8នាក់អញ្ចឹងលោកគ្រូធ្វើការរើសអញ្ចឹងហើយរើសថ្នាក់គាត់ចុចពាក្យថាកំណត់សិស្សទៅវាទៅហើយចាអញ្ចឹងយើងទៅមើលថ្នាក់ទី2ទៀតថែមបាននេះមិញហ្នឹង8នាក់ទៀតចាហ្នឹងតែប៉ុណ្្នឹងទេហើយចំពោះសិស្សថ្នាក់ទី6អញ្ចឹងលោកគ្រូធ្វើការចុចដូចគ្នាមកនេះអញ្ចឹងលោកគ្រូរើសដល់ថ្នាក់ទី6អញ្ចឹងសិស្សថ្នាក់ទី6នេះគាត់ឡើងទៅផុតថ្នាក់ទី7ហើយមែនអត់លោកគ្រូចាអញ្ចឹងកន្លែងហ្នឹងយើងមិនបាច់ធ្វើអីគាត់ទេអញ្ចឹងមិនថាគាត់នៅនឹងទៅមានថាយើងមិនធ្វើអីទេសិស្សហ្នឹងនៅនឹងតែយើងគាត់ណាគាត់អត់ទាន់មានថ្នាក់ចូលទេអញ្ចឹងបើសិនជានេះលោកគ្រូគាត់ណាធ្វើការចាប់ពីសិស្សថ្នាក់ទី2ដល់ថ្នាក់ទី5ទៅអញ្ចឹងឧទាហរណ៍ថា10នាក់នេះត្រូវចូលថ្នាក់ទី 6A អីចឹងលោកគ្រូ select ទាំងអស់ចឹងក៏បានឬក៏លោកគ្រូដូចសិស្សយើង select ទាំងអស់នោះហើយប្រាប់ថាកូនចន់គង់គីនេះគាត់ត្រូវរៀនថ្នាក់ទី 6B អញ្ចឹងយើងមានថ្នាក់ 6A ទេអញ្ចឹងយើងធ្វើការដកកូននឹងមួយមកឬក៏កូននេះមួយដែរមកហើយតាម7នាក់នេះឲ្យចូលថ្នាក់ទី 6A អញ្ចឹងយើងធ្វើការចុចកន្លែងនឹងដូចគ្នាមកនេះកន្លែងលើរូបមនុស្សមកហើយចូលទៅ 6A រួចយកពាក្យថាកំណត់សិស្សចាអញ្ចឹងសិស្សហ្នឹងទៅហើយអញ្ចឹងយើងទៅមើលថ្នាក់ទី 6A នេះ7នាក់ហ្នឹងមកចាប៉ុន្តែតកតងនឹងសិស្សថ្នាក់ទី1នេះលោកគ្រូលើកមុនគឺគាត់ធ្វើការផ្ញើបញ្ជីទៅក្រុមការងារប៉ុន្តែឥឡូវគឺក្រុមការងារលែងទទួលហើយលោកគ្រូសូមធ្វើការបង្កើតដោយខ្លួនឯងអញ្ចឹងមានថាលោកគ្រូឧទាហរណ៍ថាថ្នាក់ទី1លោកគ្រូតិចលោកគ្រូអាចធ្វើការបន្ថែមសិស្សបានដោយខ្លួនឯងឧទាហរណ៍ថាសិស្សលោកគ្រូតែ20នាក់អីទេអញ្ចឹងលោកគ្រូធ្វើការតឡើងសិស្សខ្លួនឯងបានប៉ុន្តែបើសិនជាលោកគ្រូដែលមានសិស្សចូលទៅ50-60នាក់ដូចថាថ្នាក់ច្រើនណាអញ្ចឹងលោកគ្រូអាចធ្វើបញ្ជីមួយអញ្ចឹងលោកគ្រូគ្រាន់តែចូលទៅក្នុងកន្លែង profile សាលារៀនហើយលោកគ្រូយកពាក្យថានាំចូលសិស្សច្រើនចាលោកគ្រូចូលហ្នឹងហើយវានឹងមាននេះមានពាក្យថានាំចូលកន្លែងនេះគឺយើងនាំចូល file របស់យើងហើយមួយទៀតលោកគ្រូប៉ុន្តែត្រូវតែមានគំរូដូចរបស់គេទៅយើងអាចនាំចូលបានចាអញ្ចឹងលោកគ្រូត្រូវទាញយកគំរូនេះគំរូរបស់គេហ្នឹងលោកគ្រូចុចលើហ្នឹងមកវានឹងធ្វើការទាញប៉ុន្តែខ្ញុំមានគំរូហើយអញ្ចឹងសូមតែខ្ញុំកែបានស្អាតហើយខ្ញុំនឹងបោះជូនទៅលោកគ្រូចាអញ្ចឹងយើងនឹងមានគំរូមួយលោកគ្រូចូលមកគំរូនឹងមកវាស្រួលមើលជាងអញ្ចឹងវាមានតកោនាមអញ្ចឹងលោកគ្រូមិនដាក់បច្ច្រាស់ដូចនៅក្នុងបោះយើងណាលោកគ្រូនេះមានថា
mạchដាក់bạch tra đôi nó không đi hề chứ mua tờ cô ấy đã tam năng tới ta là con cô lục lục lại ở trên nhà office nó còn mày đã bóc kê máu giặt mua sa kê nó không năng đà chứ nó ho mua nhông chẳng tới kèn bạn là tụi hay cái này mua nè pram đi rồi kêu ai mà bạch đặt các bạn này cho nên oi bọc quan bia bạc cát oi direct tới các bạn này ta bớt là kêu bạc cát pi ní trâu tay bằng cát thôi mấy vàng tích bây giờ sò bây giờ sò hay chia sò là tặng lại ní là kêu chấn xong chia sò là tặng hay vàng tích bằng bảy tua tiền pịa sầm ngắt đang pịa anh mua để pra bản tay bớt sân kia là kêu ắt đấy bọc quan đang khơi cả bằng cát oi directให้khai khaiกับนัดเพจไอจังม้านี่อายุไอจังม้าให้นำศึกษาคือน้ำนั้นเล็กนี่คือเล็กโกดสลาแล้วครูเล็กโกดสลากำลังแน่จังเตียงโจมาดองคือบานไตมวยกำลังแน่เตะจังบัสเซนเกียแน่นี้ยังให้หนักที่มวยจ้ะให้พุ่มนั่งเต้ให้ตึกไออันไรนั่งดักโดยเนี่ยได้thì anh ấy ập đại càng tập phần năng tế chắc như phơi ca tiền chỗ cái sale sắn chắc dân châu tơ cái này mua sả năng máu vô biệt hàng nón châu sạch trán và cô này cô vô biệt hàng nón chỗ thấy dân tờ rau pha đại dân ban đại mua mình thấy cái open chắc viên hàng nhóm châu này chắc viên hàng miên mua ní hay cái này níคือviệc bằng cát ở dân direct đôi nhóm ban vậy bạn được rồi tôi trắng hay lấy cô sầm ngặt ní đôi kia viên bằng cát áo ngay khai thằng cầm nát ném hay đặt xong thật pháคือviên lột mà direct áo dướng hay lấy cô sầm ngặt hay nặng mình nắng hay mua hạt ấy là nặng direct cả hay mua hay lấy đồ sập ấy chẳng từ hay lấy đồ sập ní đôi nhóm ban cầm riết tao được rồi trắng ha lấy đồ sập cứ xong oi chụp cho môi năng telegram đập bay nghe số không can cho vitamin được tiếp nhầm và hàng từ sơ vitamin nó là kêu càng cái này nắng chụp cho môi năng telegram bóc quạt đập bay nghe số không pe để crew quạt cho vitamin tới viên năng load direct từ oi anh em chị ba sơ ha quạt màu riêng ở trong từ cái này nắng đặt máu chứ nó pe để crew hay nó crew phơi can nó ấm nón trổ việc việc nón trổ mà hay là tôi khơi việc cả hòm này á việc đặt ha ai kêu phật miền ha dương ai nón sơ kêu phật trâm nè mà rồi nè chứ là tôi ai xả là bong này tớ ở cục hay cho là tôi nón trổ vấn tay cho mới đặt nón trổ mắt này chứ vì cục tô tầm nà cà này bàn chỗ cực kỳ chứ như tầm mơ sắt cái gì mới miên mua nhộng nạ tìm mùi cái nhân thơ ca vậy anh rồi sợ khơi mua play về tôi học cái nó nhom xuân đến cái là cô nhóm non trốn là thì mối nhóm châu ban cao sập hiểu rồi còn tay đọc bên nhóm châu được cắn lại là người đọc bên nhóm châu được cắn lại qua ớt khơi chúng sân là linh nhom pung đi đấy nhom pung ha trô mơ đấy lại nó nhom ập toàn ban này hả năng này tại sao ta nhóm mặt nạ tên xế nhóm non châu đó bị ọt ấy thì chạy ta không nạ kia đó bị trừ còn tay ta đọc bên là hạ tim mùi nó non châu hết sao tụi mơ không nạ biết bắt sợ ăn miên phơi người linh ăn miên sơi pung mơ này lại đi nhom ập này hảមួយទៀតអានេះអាសិស្សដែលគេផ្ទេរចូលមកខ្ញុំនាំចូលអត់បានដែរគេអត់ថ្នាក់ទី2ទី3អីចឹងដែរនេះនៅនេះបងនេះ
Bằng cái này dân cho tơ cái này ní hay dân do biết hạ bản hàng sơ ní máu cho mới là cô bây dân nóm cho hái cứ dân là mình vì upload mà tận tế upload mà cái này sơ ní tế chắc là cô tơ cho nên là bản hàng sơ hay là cô vay mà nè mua nhom mà nè nè chắc đâu nè chắc dân phơi ca cầm nọt sơ quạt bà nè toàn đó là cô lại nữa cái nó nè hay dân ai rồi quạt tật nặng nạp từ cái này nó ba này chắc là cô cho tật non sơ hay vô biệt hạ bằng tham sơ chắc dân ai vay mua bán lươn là cô chắc này đi nhom mẹ chà chắc nhom vô tới mày nó đặt hạ tim muối chà chắc nhom cho hạ tim muối chứ tao mới nhóm nó hạ tim muối mèn ọt nè cái này mèn thì á nhóm ban muối mình nè sơ nhóm sơ nè cứu ba mình nè chứ dân cho mơ cái lại sơ ni má nè nặng nắng hay dân cho mơ cái lại ba mình nữ ni má nè một nhom mà chắc nhom miên mua là ngày cho nhom phơi ca trong cày rồi cô ai cày mua sơ bán chà phơi ca sơ tới rồi co ọt tế là cô chẳng đỏ mày ha đưa cặp tê này tê sơ nắng nông ní ấy dân ai cho mưa làm ếch cho cá hay cho tàu tê sơ cái người ho ha đặt nặng thả lòm chẳng phải bó nhóm nặng tim muối chà chẳng nhóm hạ tim muối bàn tay nhóm trâu nặng ti phần muối vinh này chẳng phần muối a phần muối e chà chẳng nhóm tê tàu chà chẳng dân tàu mưa nặng dớn nè nặng ti phần muối e chẳng dân tàu mưa sờ nhóm nâu mèn ọt nè tiếng á là con cứu dân nâu mèn chà và tao mấy ha ý nhóm mèn sờ nâu sờ cà thóng nhóm sờ cà đọ nhóm chành bị nặng chẳng nhóm ở bên nặng thì cho bên hai tay mua nhóm cứ nâu nông sờ nâng đọ đấy phần tay con tại nhóm ọt miến nặng riền nè toán nó là cô lại nè cho bên hai dương và cào bán bàn tay dương lục ọt bàn tề bàn tay dương ai ai quát nâu cào nặng bàn chà bàn tay cho mới nhom nâng và hai là cô muối để to nâng cái lại nom trô nè nhé nhom nâng lục hai khang cầm nạt muối hay nhom phơi ca nom trô chà chắc là cô chăm mơ được ác nía chắc là bây giờ dương nom trô ô chọc nhom click bật sân bàn về đầm ná cà về này nom trô cô bật pha lên sân bàn về đầm ná cà chắc nhom phơi ca nom trô chà chắc cái này là cô khơi miên cả hò mất chắc miên hai giờ bồng pính vì ắt cục thì hay mỗi tiệt bật sân kia là cô đặt lại đi cho nên hai cái lại pha đó nhé ôi họ hai khăn cầm nát những trâu cá sla mình đó nhé đấy nhưng mà đặt sla tết nhưng lại chè rồi lại chè đi vì chặt ở đây cái ấy này còn đây nó về là cô đi khác vì ăn trắng vì anh ấy cái tròn sạch ở đây vậy bên tay pha khác là cô do máu vì mình là tre chè vì đại chè trắng nó về cho máu cứ anh ấy màu từ đáy này ủn họ bạn nè chắc màu từ đáy nhiều ta tre lắm giống như tre cái đầu tiên như tre nó pen nom cho tới cái này ní cứ vì ấp qua thì vì đừng lột bẹp này toán là lực này kêu lại nắng á đầu tiên kia dương đặt tre chứ dương phơi ca lại nắng dương phơi ca mà đòn muối bầm pin mà đòn tiền đây là cô hãng nhưng mà trong nom chối lục chành chứ ọt còn mà đà lại nắng cứ chỉ ca nom sơ và cả nè hay nâng ca đặt nè ơi lực này kêu cái này này là cô toàn ăn miền ấy ăn toàn ăn bờ sân chỉ ăn miền bờ sân ăn miền ấy tết nhom nâng cho từ sẽ to nâng nạ riêng cho vào từ miền muối tiệt trên này cô xong số thì sao thay á thì họ thà
ទេចូលមកពីខ្ញុំមិនដឹងវារកកន្លែងណាបញ្ចូលទៅថ្នាក់ហ្នឹង ចាលោកគ្រូចំពោះសិស្សថ្មីដូចគ្នាសិស្សថ្មីលោកគ្រូអាចនេះបានលោកគ្រូគ្រាន់តែចូលទៅសិស្សមកហើយលោកគ្រូធ្វើការបន្ថែមសិស្សឈប់លោកគ្រូយើងចូលនាំសិស្សហើយលោកគ្រូយកពាក្យថាថ្នាក់ទី1ហើយជ្រើសរើសថ្នាក់មកនេះលោកគ្រូបញ្ចូលម្នាក់មួយមកដូចមិញនឹងដែរនេះចូលកន្លែងនឹងដូចគ្នាគ្រាន់តែយើងបញ្ចូលឈ្មោះខ្លួនឯងតើណាលោកគ្រូចាអញ្ចឹងកន្លែងនេះខ្ញុំទៅម្ដងទៀតបើសិនលោកគ្រូមានសិស្សថ្មីដែលគាត់ចូលមកទេចូលអីចឹងលោកគ្រូយកកន្លែងឈ្មោះសាលាដូចគ្នាយកនាំចូលហើយលោកគ្រូរើសយកថ្នាក់មកនេះសាលានេះ direct ឲ្យថ្នាក់ទីម៉ានថ្នាក់ទី1ថ្នាក់ 1A 1A អញ្ចឹងយើងធ្វើការសរសេរឈ្មោះមកចាបែបហ្នឹងហើយឈ្មោះអ្នកប្រើប្រាស់នេះខ្ញុំមកចង់បង្កើតឲ្យញ៉ៃហើយកុំឲ្យគិតច្រើនចុចឲ្យវាបង្កើតខ្លួនឯងឲ្យចាលេខសម្ងាត់នេះខ្ញុំចង់ដាក់ដូចគ្នាប៉ុន្តែខ្ញុំប្រើហ្នឹងដាក់ដូចគ្នាទៅចាហើយ email នេះខ្ញុំដាក់ទេហើយថ្ងៃខែឆ្នាំកំណើតឧទាហរណ៍ចឹងមកចាហើយជ្រើសរើស page លេខទូរស័ព្ទដូចខ្ញុំបញ្ជាក់លោកគ្រូអ្នកគ្រូអញ្ចឹងចាអញ្ចឹងកន្លែងនេះវាអស់ហើយនេះវាលោតឲ្យយើងនាំចូលហើយអញ្ចឹងកន្លែងនេះបើសិនជាយើងអត់តន់រើសមើលសាក់លុបមកចេញបានអត់មិញហ្នឹងវាកន្លែងនេះមិញហ្នឹងវាលោតចែកលោកគ្រូអ្នកគ្រូវាលោតពណ៌ស្លេកតែពេលខ្ញុំដាក់ page ហើយនេះអញ្ចឹងកន្លែងនេះយើងលោតដាក់អញ្ចឹងហើយនៅពេលដែលយើងរើសឆ្នាំសិក្សាមិញហ្នឹងលោតឲ្យតាលេខទូរស័ព្ទនេះលោកគ្រូបង្កើតគឺត្រូវតែឲ្យបាន8ខ្ទង់អញ្ចឹងហើយនេះសំខាន់ឲ្យតែវាលោតចេញពណ៌ខៀវយើងអាចធ្វើការនាំចូលបានហើយហ្នឹងតន់ណាលោកគ្រូជាបើសិនជាលោកគ្រូអាចចាំថាសិស្សថ្នាក់សាលាលោកគ្រូអ្នកគ្រូតិចអីចឹងទៅធ្វើការនាំសិស្សមួយពេញចឹងទៅអញ្ចឹងឧទាហរណ៍ពេញនេះមួយហើយលោកគ្រូអ្នកគ្រូថែមទៀតលោកគ្រូអ្នកគ្រូយកបន្ថែមជួរនេះមកវាបន្ថែមឲ្យយើងហើយ2នាក់បន្ថែមជួរមួយទៀត3នាក់ចឹងទៅហើយពេញហើយយើងអាចធ្វើការនាំចូលបានតែប៉ុណ្្នឹងទេហើយបើថាលើសលោកគ្រូលុបបានចាអញ្ចឹងកន្លែងហ្នឹងគឺតាក់ទងនឹងព័ត៌មានគ្រូថ្នាក់រៀននិងសិស្សអញ្ចឹងអានេះលោកគ្រូចាំធ្វើការដូរថ្នាក់សិស្សបានលោកគ្រូសាលារកាលោកគ្រូទុកទីនេះចាំជួយកែសម្រួលទៅឧទាហរណ៍សិស្សហ្នឹងក្រោយលោគាត់មិនមែននៅក្នុងថ្នាក់ហ្នឹងអញ្ចឹងលោកគ្រូអាចធ្វើការផ្ទេរទៅគាត់ទៅថ្នាក់ណាអញ្ចឹងយកទៅផ្ទេរទៅបានហើយតែប៉ុណ្្នឹងទេឬក៏ខ្ញុំថាឥឡូវខ្ញុំចង់ដកគាត់ចេញវិញខ្ញុំដកគាត់ចេញទៅចាអញ្ចឹងទៅហើយឥឡូវខ្ញុំដកចេញទាំងអស់ទៅកុំឲ្យនេះឬក៏លោកគ្រូអាចចូលទៅប៉ុណ្្នឹងទៅកុំឲ្យខាត់ពេលចាកន្លែងហ្នឹងលោកគ្រូតន់ណាកន្លែងគ្រូបង្រៀននេះអញ្ចឹងថ្នាក់អស់ហើយនៅតែលោកគ្រូអ្នកគ្រូចំនួន4ថ្នាក់ទៀតទេ5ថ្នាក់ទៀតទេដែលគាត់អត់មានចាអញ្ចឹងថ្នាក់រៀនដូចគ្នាដែរយើងមានសិស្សកន្លែងសរុបនេះលោកគ្រូអាចដាក់ប្រមាណក៏បានដាក់100ក៏បានហើយផ្សាច់ទៅលោកគ្រូអ្នកគ្រូទេចាហើយសិស្សនេះដូចគ្នាហើយចំពោះវត្តមានយើងមានវត្តមានគ្រូវត្តមានផ្ទាល់ខ្លួនហ្នឹងគឺនាយកសាលានឹងឯងហើយវត្តមានសិស្សចាអញ្ចឹងកន្លែងនេះវត្តមានសិស្សឧទាហរណ៍ខ្ញុំរើសថ្នាក់ទី1 1A ស្វែងរកមិញមួយអត់មានសិស្សទេផ្លេចថ្នាក់ទី2 2A ចាអញ្ចឹងនេះអញ្ចឹងពេលដែលចុះកន្លែងនេះមិនមែននាយកជាអ្នកចុះវត្តមានសិស្សទេគឺគ្រូជាអ្នកចុះវត្តមានសិស្សដល់ពេលចុះទៅវានឹងលោតមកហើយអញ្ចឹងកន្លែងគ្រូខ្ញុំចូលកន្លែងគ្រូមួយទៀតចាកន្លែងនេះអញ្ចឹងលោកគ្រូបើកអនុម័តហើយអញ្ចឹងនេះបើសិនជាឧទាហរណ៍ថាថ្ងៃនេះថ្ងៃច័ន្ទនេះអ្នកគ្រូលោកគ្រូចង់ចុចទាំងអស់ក៏បានដែរឧទាហរណ៍នេះគ្រូមកទាំងអស់មានថាគ្រូនៅក្នុងសាលាយើងទាំង12នាក់ហ្នឹងគាត់មកទាំងអស់អញ្
chứ là cru chụp cái kri từng ao nắng miền hai cọt màu ấy chứ nhưng vô bịa tà mùi máu miền hai vọt tà miền vô chụp lừa vọt tà miền máu viên đừng lột ao vậy phải nắng á cru đập peอุทาหรณ์ យើងចុចទាំងអស់ហើយស្រាប់តែនិមលសិទ្ធិនិមលនេះគាត់សុំច្បាប់អញ្ចឹងដកគាត់មួយសិនទៅហើយចាំអនុម័តយកតែម្ដងហើយចាំឲ្យគាត់ក្រោយគេនេះមានថាគាត់ដាក់ច្បាប់ចាអញ្ចឹងអានេះលោកគ្រូអាចសាក់លបងចូលប្រើចាប់ពីថ្ងៃហ្នឹងទៅក្រែងលោហើយសិស្សដូចគ្នាដែរចាំសិស្សចាំខ្ញុំចូលទៅប្រាប់ហើយលោកគ្រូអាចថាចុះវត្តមានគឺឥឡូវគឺគេអត់ទាន់ចាប់ទីតាំងទេតិចទៀតគេនឹងចាប់ទីតាំងអញ្ចឹងមិនមែនគេឲ្យលោកគ្រូដាក់ទីតាំងmap នៅក្នុងស្តង់ដារសាលាគំរូទេអញ្ចឹងដើម្បីអីដើម្បីឲ្យចាប់វត្តមាននេះនៅទីតាំងហ្នឹងអញ្ចឹងលោកគ្រូតាកន្លែងយឺតនេះតាហួសម៉ោង 7 លោកគ្រូចុះទៅគឺនឹងលោតពាក្យថាយឺតដែរអញ្ចឹងធ្វើម៉េចឲ្យមុនម៉ោង 7 ទៅលោតថាវត្តមានចាហើយកន្លែងវត្តមានផ្ទាល់ខ្លួននេះគឺបោះយើងខ្លួនឯងចាអញ្ចឹងយើងចូលវត្តមានយើងចុចនេះព្រឹកយើងអត់ទាន់បានចុះហ៎ចាយើងចុចមកតែយើងហ៊ានចុចទៅដោយសារតានេះមិនមែនអ្នកនៃរបស់យើងប្រើសាក់លបងណាភាសានេះគឺគាត់បោះគាត់ផ្ទាល់អញ្ចឹងខ្ញុំអត់ហ៊ានចុចទេចាអញ្ចឹងកន្លែងខ្ញុំនឹងចូលទៅមើលគ្រូគាត់មួយដើម្បីឲ្យនៅពេលដែលចុចចុះទៅវានឹងលោតកន្លែងហ្នឹងមកតែតើយើងចុះហ៎ជាកន្លែងហ្នឹងខ្ញុំតែលោកគ្រូអាចចុះទៅវានឹងលោតមកហើយវានឹងលោតមកកន្លែងនេះអញ្ចឹងលោកគ្រូត្រូវចូលទៅកន្លែងបោះអាយុនេះត្រូវចូលទៅអនុម័តដែរទៅកន្លែងគ្រូគាត់មានលោតថាមកវត្តមានឬក៏មកយឺតឬក៏ដាក់ច្បាប់ឬក៏វត្តមានអីចឹងទៅចឹងកន្លែងហ្នឹងលោកគ្រូអាចធ្វើការសាក់លបងក្នុងការប្រើអបខំឲ្យលោកគ្រូប្រើតែអាចសាក់លបងបានហើយមួយទៀតបើសិនជាលោកគ្រូតម្លើងសិស្សនេះរួចហើយអស់យើងធ្វើការបង្កើត QR code ឲ្យគាត់អញ្ចឹងលោកគ្រូអាចបង្កើត QR code ដើម្បីឲ្យគាត់ធ្វើការតេស្តនៅខែនេះបានតេស្តនៅក្នុងខែនេះខែកញ្ញាខែមករាចាអញ្ចឹងយើងអានេះណា QR code ហ្នឹង scan កន្លែងណា scan PLP គាត់ឬមួយក៏អាក្នុងជំនាន់ថ្មីបងអញ្ចឹងខ្ញុំធ្វើការ search សាក់មួយខ្ញុំនឹងសាក់លបងចូលចាអញ្ចឹងខ្ញុំសាក់លបងចូលអញ្ចឹងនៅពេលដែលលោកគ្រូមានកម្មវិធីថ្នាចាស់ហើយលោកគ្រូគាត់ទៅយកសហថ្នាហើយយកថ្នាចំនួនថ្មីចាកន្លែងឈ្មោះអ្នកប្រើប្រាស់នេះហើយ scan ឥឡូវស្រួលលោកគ្រូសម្រាប់ថ្នាថ្មីនេះណាអញ្ចឹងលោកគ្រូមិនចាំវាយលេខកូដក៏បានដែរលោកគ្រូធ្វើការ scan មកហើយមួយទៀតកន្លែងនេះគ្រាន់តែយើងរើសមកគេខ្ញុំចូលទៅយកអញ្ចឹងអាចារ្យខ្ញុំជប់ប្រើណែចាជប់ប្រើបងហើយ scan ក៏កើតដែរអញ្ចឹងនេះខ្ញុំយក QR code នេះហើយខ្ញុំចូលនេះអញ្ចឹងចូលបានតែញ៉ាំលោកគ្រូចាអញ្ចឹងធ្វើការចូលទៅរៀនទៅហើយប្រឡងនេះយើងនឹងមានកាន់តែច្រើនទៀតក្រុមការងារកំពុងតែសម្រុកចូលហើយឥឡូវកំពុងតែលោតមកហើយតើតើនឹងយាសាគេដាក់ហើយនឹងក្រុមការងារនឹងធ្វើការបញ្ចូលហើយអញ្ចឹងលោកគ្រូអាចធ្វើការចូលសាក់លបងតេស្តបដាទៅដោយសារយើងមាននេះហើយមានកម្មវិធីហើយចឹងលោកគ្រូអាចចូលប្រើសាក់លបងហើយកន្លែងនេះលោកគ្រូអាចចូលកែប្រែព័ត៌មានរបស់គាត់បានចឹងយើងអាចចូលទៅឬក៏ប្រើបោះយុក៏បានដែរចឹងកន្លែងនេះលោកគ្រូអាចតេស្តបន្ថែមទៀតចឹងណាចឹងកន្លែងនេះយើងអាចបដូរគណនីចឹងទៅចូលទៅបោះលោកគ្រូវិញមកចាចឹងគណនីនេះប្រហែលជាអាចអត់ដូចអាចារ្យទេណាលោកគ្រូអញ្ចឹងអានេះតាមចិត្តខ្ញុំណាលោកគ្រូសូមកុំធ្វើការផ្លាស់ប្ដូរលេខកូដអីពេលណាផ្លាស់ប្ដូរលេខកូដតែលោកគ្រូចង់ផ្លាស់ប្ដូរក៏ផ្លាស់ប្ដូរទៅតែលោកគ្រូអត់ចង់ផ្លាស់ប្ដូរក៏អត់អីដែរប៉ុន្តែ
ខ្ញុំគិតថាបើយើងអត់ផ្លាស់ប្ដូរទៅវាស្រួលប៉ុន្តែឥឡូវយើង scan ទៅស្រួលហើយកន្លែងនេះណាយើង scan គាត់ឲ្យចូលទៅចូល direct តែម្ដងវាស្គាល់ចាហើយនេះវត្តមានសិស្សលោកគ្រូអាចធ្វើការជ្រើសនេះអញ្ចឹងបើសិនជាកូននឹងគាត់វត្តមានលោកគ្រូធ្វើការចុចចឹងមកនេះឧទាហរណ៍គាត់យឺតអញ្ចឹងគាត់ចុចប៉ុណ្ណឹងមកមូលហេតុអីតែបើគាត់វត្តមានចាវត្តមានហើយឧទាហរណ៍គាត់ច្បាប់យើងចុចទៅលើហ្នឹងមកច្បាប់តោះណាលោកគ្រូកន្លែងហ្នឹងនេះកន្លែងនេះអត់ច្បាប់អញ្ចឹងវាមានបង្ហាញឲ្យយើងស្រាប់តែម្ដងគឺកន្លែងនេះវត្តមានកន្លែងនេះអវត្តមានបើយើងចុចមួយវានឹងលោតមកហើយកន្លែងនេះយឺតនេះច្បាប់ចានេះអវត្តមានចាកន្លែងហ្នឹងអូអានេះ ចា អានេះនៅកូនសិស្សខ្ញុំមានហើយតើនៅក្នុងអាថ្នាលជំនាន់ថ្មីហ្នឹងខ្ញុំឆែកទៅឃើញមានហើយតើខ្ញុំឆែកអាចេះហ្នឹងអត់ដែរឃើញឥឡូវឃើញគឺយើងចូលទៅថ្នាលថ្មីប្រើបងបន្ទាប់មកយើងអាចថារក្សាទុកកន្លែងនេះមកយើងចុះវត្តមានបានហើយកន្លែងហ្នឹងវត្តមានអញ្ចឹងកន្លែងហ្នឹងលោកគ្រូដូចជាអត់មានអីជានេះទេមិនអត់លោកគ្រូតែប៉ុណ្្នឹងឯងហើយគ្រប់គ្រងសិស្សនេះចាអាតេសនេះយើងតែយើងធ្វើតែ CPLM ហ្នឹងទៅ CALM ហ្នឹងទៅអានេះ CALM ហ្នឹងគឺជាតេស្តនេះតេស្តដើមឆ្នាំចុងឆ្នាំហ្មងហើយខ្ញុំចឹងយើងធ្វើអាហ្នឹងមុនគេអាម៉េចចាអាចថាបើសិនជាយើងមាននេះហើយបងអាចឲ្យគាត់ធ្វើតេស្តទៅពីទី1ដល់ទី6គឺយើងមានអស់ហើយនេះទី6ទី4ដូចជាមានអស់ហើយតែក្នុងនេះដែរខ្ញុំបញ្ជាក់ទៅលោកគ្រូដែរគឺយើងមានការបញ្ចូលហើយនឹងការអាប់ដេតច្រើនទៅមុខទៀតណាវាមិនមែនមានតែប៉ុណ្្នឹងទេអញ្ចឹងវាអាចនឹងមានការបន្ថែមមុខងារអីផ្សេងទៀតហើយកិច្ចការផ្ទះលោកគ្រូអាចដាក់បានទៀតឥឡូវលោកគ្រូអាចដាក់បានទៅវានឹងលោតមកឲ្យនៅកិច្ចការរបស់សិស្សនេះបង្កើតកិច្ចការមកតែខ្ញុំគិតថាកន្លែងនេះយើងអាចសរសេរមកហើយលោកគ្រូអាចដាក់កិច្ចការមកហើយភ្ជាប់ទៅឲ្យសិស្សខ្ញុំឃើញបឋមពោធិ៍សាត់ឃើញគាត់ធ្វើបានណាជាកន្លែងនេះប្រកាសថ្មីហើយសិស្សគាត់ប្រឡងអីមាននៅក្នុងនឹង direct តែម្ដងអញ្ចឹងលោកគ្រូអាចធ្វើការស្រាវជ្រាវបន្ថែមទៅហើយខ្ញុំគិតថាកន្លែងនេះតកតលនឹងការរុញសិស្សនេះអត់មានជាបញ្ហាទេពិបាកក៏ថាកន្លែងខ្លះលោកគ្រូអាចនឹងសិស្សច្រើនពិបាកទាំងកន្លែងហ្នឹងទេប៉ុន្តែបើសិនជាលោកគ្រូមានបញ្ជីឈ្មោះដូចនេះដូចលោកគ្រូគាត់មានបញ្ជីឈ្មោះដូចនៅសាលានេះអញ្ចឹងគាត់មានបញ្ជីឈ្មោះគាត់អង្គុយមកគាត់គ្រីសដូចខ្ញុំធ្វើអញ្ចឹងវាស្រេចតែម្ដងចាអញ្ចឹងលោកគ្រូមានអីជាចម្ងល់អត់ឥឡូវ4ឡើយណាម៉ោង4ឡើយសុំលើកទូរស័ព្ទមួយទៅបងអាចចូលរកតាមលបងនឹងបានអត់បងតាមឥឡូវនេះចាបងចាលោកគ្រូមានអីទៀតអត់លោកគ្រូមានអីជាចម្ងល់ទៀតអត់សុទ្ធតែនេះចាអានេះតែតងស្លាកវៃកូនខ្ញុំ